ជំរាបសួរស្ដីបងប្អូនទាំងអស់គ្នាថ្ងៃនេះផងដែរខ្ញុំមានវីដេអូមួយនឹងបង្ហាញបងប្អូនទាំងអស់គ្នាពីវិធី boost review page ជាមួយនឹង website JSMM សម្រាប់បងប្អូនដែលចង់បង្កើនចំនួន review page ដើម្បី page របស់បងប្អូនកាន់តែមានភាពរឹងមាំបងប្អូនអាចសាកល្បងធ្វើតាមវិធីនៅក្នុងវីដេអូមួយនេះបានធានាថាបងប្អូននឹងឃើញប្រសិទ្ធភាពពិតៗបន្ទាប់ពីបងប្អូនបានធ្វើតាមវិធីនៅក្នុងវីដេអូមួយនេះចំពោះវិធីធ្វើវិញគឺអត់មានអីពិបាកទេបងប្អូនគឺបងប្អូនគ្រាន់តែមាន link page របស់បងប្អូនអាច boost ឬក៏បង្កើនចំនួន review បានយ៉ាងច្រើនទៅតាមបំណងរបស់បងប្អូនបានមិនត្រឹមតែប៉ុណ្ណោះគឺបងប្អូនអាចចូលទៅសរសេរពាក្យ review ផ្សេងៗដែលបងប្អូនចង់ឲ្យ account ផ្សេងៗទៅ review នៅលើ page របស់បងប្អូនបានដោយខ្លួនឯងទៀតផងបងប្អូនហើយបើនិយាយអំពីតម្លៃសេវាកម្មវិញគឺបងប្អូនកុំព្រួយបារម្ភខ្លាចតម្លៃសេវាកម្មអាចនឹងថ្លៃអីបងប្អូនដោយសារតែក្នុង website JSMM គឺគ្រប់សេវាកម្មទាំងអស់សុទ្ធតែមានតម្លៃសមរម្យមែនទែនដូច្នេះហើយកុំឲ្យខាតពេលយូរបងប្អូនអាចទៅតាមដានវិធីធ្វើនៅក្នុងវីដេអូមួយនេះជាមួយនឹងនាងខ្ញុំទាំងអស់គ្នាជាដំបូងតម្រូវបងប្អូន sign up ឬ sign in ចូលទៅកាន់ website JSMM ជាមុនសិនដើម្បីចូលធ្វើសេវាកម្មសម្រាប់បងប្អូនដែលជាសមាជិកថ្មីបងប្អូនអាចបង្កើតគណនីមួយដើម្បីចុះឈ្មោះចូលធ្វើសេវាកម្មបានហើយប្រសិនបើបងប្អូនអត់ទាន់ចេះបង្កើតឬក៏អត់ទាន់ចេះពីរបៀបចុះឈ្មោះចូលទេបងប្អូនអាចចុចចូលមើល link ដែលនៅខាងក្រោមវីដេអូមួយនេះបានដើម្បីដឹងពីរបៀបនៃការចុះឈ្មោះចូលនៅពេលដែលបងប្អូនបាន sign up ឬ sign in ចូលទៅកាន់ website ហើយបងប្អូននឹងឃើញវាចេញនៅទម្រង់បែបនេះបន្ទាប់មកបងប្អូនឃើញមានពាក្យ Instagram Telegram នៅខាងក្រោមនឹងបងប្អូនអូសវាមកបងប្អូននឹងឃើញមានពាក្យថា Facebook បងប្អូនអាចចុចចូលទៅលើពាក្យថា Facebook នឹងបានហើយបន្ទាប់មកទៀតគឺបងប្អូនអាចអូសមកក្រោមបន្តិចហើយបងប្អូនចុចចូលទៅលើពាក្យថា Category ដែលនៅក្នុងហ្នឹងគឺវាមានសេវាកម្មច្រើនមែនទែនបងប្អូនដែលតាក់ទងទៅនឹង Facebook គឺវាមានដូចជា Facebook page follower Facebook page like បូក follower Facebook group member post like post reaction page review post share video view Facebook comment និង live stream view គឺមានទាំងអស់បងប្អូនចង់ចូលធ្វើសេវាកម្មមួយណាបងប្អូនអាចចុចចូលទៅលើសេវាកម្មមួយនឹងបានហើយសម្រាប់បងប្អូនដែលចង់ធ្វើសេវាកម្មតាក់ទងទៅនឹងការបង្កើនចំនួន review page បងប្អូនអាចចុចចូលទៅលើសេវាកម្មដែលមានពាក្យថា Facebook page review នេះបានបន្ទាប់មកទៀតនោះគឺបងប្អូនអាចអូសមកក្រោមបន្តិចទៀតហើយបងប្អូនចុចចូលទៅលើពាក្យថា service ដែលនៅក្នុងនឹងផងដែរគឺវាមាន2 service សម្រាប់ឲ្យបងប្អូនចុចចូលជ្រើសរើសប្រើប្រាស់ទៅតាមតម្រូវការរបស់បងប្អូន service ទី1នោះគឺ Facebook page review បាំង Bangladesh 5 star បូក custom text ហើយ service ទី2គឺ Facebook page review worldwide custom text ចំពោះ2 service នេះផងដែរគឺសុទ្ធតែមានតម្លៃស្រាប់នៅលើនឹងតែម្ដងបងប្អូនមិនត្រឹមតែប៉ុណ្ណោះគឺវាមានតម្លៃសមរម្យមែនទែនចំណែកឯ quality របស់2 service នេះផងដែរគឺសុទ្ធតែធានាគុណភាពជូនដល់បងប្អូនដូចគ្នាដូច្នេះហើយបងប្អូនឆ្លាញ់ពេញចិត្តទៅលើ service មួយណាបងប្អូនអាចចុចចូលជ្រើសរើសប្រើប្រាស់ទៅលើ service មួយនឹងបានជាឧទាហរណ៍ខ្ញុំជ្រើសរើសទៅលើ service ទី1គឺជា service ដែលនៅខាងលើគេបង្អស់ហ្នឹងគឺ Facebook page review បាំង Bangladesh 5 star បូក custom text នៅពេលដែលបងប្អូនបានចុចចូលជ្រើសរើស service រួចរាល់អស់ហើយបងប្អូនអូសមកក្រោមទៀតបងប្អូននឹងឃើញមានពាក្យ link នៅខាងក្រោម service ហ្នឹងដែលនៅត្រង់កន្លែង link នេះផងដែរគឺជាកន្លែងសំខាន់ជាងគេនៅក្នុងវីដេអូមួយនេះគឺតម្រូវបងប្អូនចូលទៅ copy link page របស់បងប្អូនចូលដើម្បីទាញយក link page របស់បងប្អូនបានបងប្អូនចូលទៅកាន់ page របស់បងប្អូនជាមុនសិនមកហើយនៅលើ page របស់បងប្អូននឹងឃើញមានចំណុចត្រី3តូចៗនៅត្រង់កន្លែងនេះបងប្អូនអាចចុចចូលទៅលើត្រី3តូចៗនឹងបានបន្ទាប់មកបងប្អូនអាចចុចចូលទៅលើពាក្យថា share profile នៅកន្លែងនេះក៏បានឬក៏បងប្អូនចុចចូលទៅលើពាក្យថា copy link នៅខាងក្រោមនេះតែម្ដងក៏បានបន្ទាប់ពីបងប្អូនបាន copy link page របស់បងប្អូនរួចរាល់អស់ហើយបងប្អូនអាចចូលទៅកាន់ website យើងវិញដើម្បីផាស link page របស់បងប្អូនចូលហើយបន្ទាប់ពីនឹងមកទៀតនោះគឺបងប្អូនអាចចូលទៅបំពេញចំនួន review ដែលបងប្អូនចង់ boost នៅខាងក្រោមនេះបានក៏ប៉ុន្តែបងប្អូនអត់អាចចូលទៅបំពេញចំនួន review នៅកន្លែង quantity នេះតែម្ដងបានទេបងប្អូនគឺបងប្អូនអាចចូលទៅសរសេរ comment ឬក៏សរសេរពាក្យ review ផ្សេងៗដែលបងប្អូនចង់ឲ្យ account ផ្សេងៗហ្នឹងទៅ review នៅលើ page របស់បងប្អូននៅកន្លែង column comment នេះបានដែលនៅក្នុងហ្នឹងគឺបងប្អូនអាចសរសេរបានយ៉ាងតិចចំនួន10 review ហើយយ៉ាងច្រើនរហូតដល់1លាន review ហើយនៅពេលដែលបងប្អូនសរសេរពាក្យ comment មួយបន្ទាត់ចំនួន1វានឹង load auto នៅកន្លែង quantity នេះតែម្ដងបងប្អូនឧទាហរណ៍ខ្ញុំសរសេរពាក្យ review ចូលឧទាហរណ៍ខ្ញុំសរសេរថា good page គឺដោយដែលបងប្អូនបានឃើញអញ្ចឹងគឺវានឹង load ចំនួន1 review នៅខាងលើនឹងឲ្យបងប្អូន auto
ហើយប្រសិនបើបងប្អូនចង់សរសេរបន្តទៀតបងប្អូនគ្រាន់តែចុះបន្ទាត់មកហើយបងប្អូនអាចសរសេរតទៅទៀតបានបងប្អូនចង់ប៊ូសចំនួន review ប៉ុន្មានបងប្អូនអាចចូលទៅសរសេរពាក្យ review នៅកន្លែង comment ហ្នឹងទៅតាមចំនួនដែលបងប្អូនចង់ប៊ូសបានឧបមាថាខ្ញុំប៊ូសចំនួន10 review ដូច្នេះហើយខ្ញុំនឹងសរសេរពាក្យ review នៅកន្លែង comment ហ្នឹងឲ្យគ្រប់ចំនួន10ដូចគ្នាអធិស្ឋានផងបងប្អូនគឺខ្ញុំគ្រាន់តែសរសេរទៅទេដើម្បីធ្វើជាឧទាហរណ៍បង្ហាញដល់បងប្អូនហើយបន្ទាប់ពីបងប្អូនបានបំពេញចំនួន review រួចរាល់អស់ហើយបងប្អូនអូសមកក្រោមមកបងប្អូននឹងឃើញមានពាក្យឆាតដែលត្រង់កន្លែងឆាតនេះផងដែរគឺជាតម្លៃសេវាកម្មតម្លៃសេវាកម្មនេះទៀតសោតគឺវានឹងគិតឲ្យបងប្អូនអូតូទៅតាមចំនួន review ដែលបងប្អូនបានបំពេញនៅខាងលើជាឧទាហរណ៍ដូចខ្ញុំបានបំពេញត្រឹមចំនួន10 review អញ្ចឹងតម្លៃសេវាកម្មគឺស្មើនឹង 0.16 សេនក៏ប៉ុន្តែប្រសិនបើបងប្អូនបំពេញចំនួន review នៅខាងលើនឹងច្រើនជាងនេះបងប្អូននឹងឃើញតម្លៃសេវាកម្មនៅខាងក្រោមនឹងវាអាចនឹងកើនឡើងទៅតាមចំនួន review ដែលបងប្អូនបានបំពេញនឹងដូចគ្នាមិនថាបងប្អូនបំពេញចំនួន review ប៉ុន្មានឬក៏ច្រើនប៉ុណ្ណានោះទេបងប្អូនគឺតម្លៃសេវាកម្មនៅខាងក្រោមនឹងគឺវានឹងគិតឲ្យបងប្អូនអូតូស្រាប់តែម្ដងតែបងប្អូនអត់ចាំបាច់ពិបាកគិតថាចំនួន review ដែលបងប្អូនបានដាក់ប៉ុណ្ណឹងបងប្អូនត្រូវចំណាយតម្លៃសេវាកម្មប៉ុន្មាននោះទេបងប្អូនចំណែកឯ description នៅខាងក្រោមនេះវាគឺជា description របស់ service ដែលបងប្អូនបានចុចចូលជ្រើសរើសនៅខាងលើបងប្អូនអាចចូលទៅអាន description នឹងបានហើយមុនពេលដែលបងប្អូនចុចចូល submit បងប្អូនអាចអូសឡើងលើឡើងវិញដើម្បីពិនិត្យផ្ទៀងផ្ទាត់ថារាល់ service ទាំងអស់បងប្អូនបានចុចចូលជ្រើសរើសបានត្រឹមត្រូវក៏ដូចជា link page របស់បងប្អូនបានបំពេញបានត្រឹមត្រូវជាមួយនឹងពាក្យ review ផ្សេងដែលបងប្អូនបានបំពេញនៅត្រង់កន្លែងនេះបងប្អូនអាចពិនិត្យផ្ទៀងផ្ទាត់បានប្រសិនបើបងប្អូនជ្រើសរើសក៏ដូចជាបំពេញបានត្រឹមត្រូវអស់ហើយបងប្អូនអាចចុចចូលទៅលើពាក្យថា submit នៅកន្លែងនេះគឺរួចជាការស្រេចហើយបងប្អូននៅពេលដែលបងប្អូនបានចុចចូល submit រួចរាល់បងប្អូននឹងឃើញមានពាក្យថា your order received ដែលវាដូចជាវិក័យប័ត្រមួយបញ្ជាក់ប្រាប់បងប្អូនថាបងប្អូនបានចុចចូលធ្វើសេវាកម្មមួយនឹងដោយជោគជ័យចំពោះរយៈពេលរងចាំគឺបងប្អូនអាចរងចាំរយៈពេលយ៉ាងយូរមួយថ្ងៃបងប្អូននឹងឃើញចំនួន review នៅលើ page របស់បងប្អូនកើនឡើងទៅតាមចំនួន review ដែលបងប្អូនបានពុះក៏ប៉ុន្តែអត់តម្រូវបងប្អូនរងចាំនៅក្នុង website នឹងទេគឺបងប្អូនអាចចុច clear ចេញពី website នឹងវិញបានហើយសម្រាប់ការបង្កើនឬក៏ boost review page ជាមួយនឹង website JSMM គឺមានតែប៉ុណ្្នឹងទេបងប្អូនគឺងាយស្រួលមែនតើបងប្អូនអាចសាកល្បងធ្វើតាមវិធីនៅក្នុងវីដេអូមួយនេះបានគឺធានាថាបងប្អូនចំណាយតិចប៉ុន្តែបងប្អូននឹងឃើញប្រសិទ្ធភាពពិតហើយប្រសិនបើបងប្អូនមានចម្ងល់ត្រង់កន្លែងណាមួយបងប្អូនអាច comment នៅខាងក្រោមវីដេអូមួយនេះបានអរគុណបងប្អូនសម្រាប់ការតាមដានវីដេអូពីដើមដល់ចប់ហើយក៏សូមអធិស្ឋានផងដែរប្រសិនបើមានពាក្យពេចន៍ខុសឆ្គងឬក៏សំឡេងរំខានណាមួយជម្រាបលាបងប្អូនជួបខ្ញុំនៅវីដេអូក្រោយ